គ្រាន់តែឆ្នាំងប៉ៅឡើងមួយចានដែរចានេះគឺអំពៅអូស្ត្រាលីកាលពីម្សិលមិញស្វាមីខ្ញុំថាដើមអំពៅបាំងផ្លូវដែរហើយថ្ងៃនេះក៏នឹកឃើញមកកាប់ដើមអំពៅពីរដើមអំពៅធម្មជាតិរសជាតិផ្អែមឆ្ងាញ់មែនទែនរៀងរាល់ពេលដែលខ្ញុំកាប់ដើមអំពៅគឺខ្ញុំតែងតែទុកឆ្នាំងមកវាចោលបោះចោលទេបងប្អូនយើងយកឆ្នាំងវាហ្នឹងមកដាំលក់សាច់យើងហូបហើយឆ្នាំងវាអាចលក់បានទៀតហើយចាបងប្អូនណាត្រូវការអាចមកទិញកូនពៅតែខ្ញុំចានេះគឺខ្ញុំដាំសាមុនណាខ្ញុំកាប់សាមុនដាំប្រហែលជាមួយខែចាលូតកូនមកអីបងប្អូនដែលមកនៅប្រទេសអូស្ត្រាលីទៅធ្វើការឲ្យគេទៅបានលុយច្រើនកុំឲ្យធ្វើដូចខ្ញុំអត់បានលុយច្រើនទេហើយហត់ណាបងប្អូនអើយទាល់តែអ្នកស្រឡាញ់បានធ្វើទៅបានស្រឡាញ់ហើយត្រូវអត់ធ្មត់ទៀតតែបើថាអត់ចេះអត់ធ្មត់ទេគឺធ្វើការងារនៅក្នុងសួនដំណាំនេះអត់កើតទេមិនថាអត់លុយសោះទេបងប្អូនលក់ទៅវាបានលុយខ្លះដែរប៉ុន្តែបើថាយកមកផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារអីគឺមិនអាចទៅរួចទេអានេះគ្រាន់តែជាចំណូលបន្ទាប់បន្សំតិចតួចទេជាជាងខ្ញុំនៅផ្ទះតនេចោលខ្ញុំក៏ឆ្លៀតរកលុយតិចតួចចឹងទៅហើយថ្ងៃនេះខ្ញុំមករៀបសួនដំណាំមុខផ្ទះខ្ញុំនឹងគឺវាតូចទេបងប្អូនបើសិនជាធំវិញខ្ញុំប្រហែលបង្កើត nursery plan មួយហើយតែដោយសារវាតូចដែរអញ្ចឹងខ្ញុំអត់អាចដាក់ដំណាំច្រើនមុខច្រើនប្រភេទបានដំណាំខ្លះខ្ញុំទុកខាងក្រោយហើយដំណាំដែលត្រៀមចេញលក់ទៅខ្ញុំយកមកដាក់ខាងមុខនេះហើយថ្ងៃនេះចំណាយពេលចាមកព្រឹកដើម្បីរៀបចំកន្លែងខាងមុខនឹងគេអ្នកសង្គ្រោះជីវិតសត្វចំណែកខ្ញុំវិញគឺអ្នកសង្គ្រោះជីវិតរុក្ខជាតិកាលពីមួយអាទិត្យមុននៅភូមិខ្ញុំគឺគេមានចា curbside collection គឺការបោះសំរាមចោលខ្នាតធំមួយឆ្នាំម្ដងក្នុងភូមិហើយនៅពេលដែលខ្ញុំជូនកូនទៅរៀនចាក៏ឃើញផ្ទះអ្នកជិតខាងហ្នឹងគាត់បោះថោចោលហើយបោះតំណាំមកថោនឹងចោលអញ្ចឹងណាដល់ខ្ញុំឃើញថោវាស្អាតដែរហើយម្យ៉ាងទៀតឃើញតំណាំនៅក្នុងនឹងផងខ្ញុំក៏ឆែកមើលតានឹងអីគេអញ្ចឹងណាដល់ឆែកមើលទៅឃើញ succulent មួយផើងហ្នឹងវាក្រៀមសពនស្វិតមែនតើនឹកឃើញអាណិតហើយម្យ៉ាងទៀតនៅផ្ទះខ្ញុំក៏វាអត់មានពួក succulent ដែរហើយខ្ញុំនេះមិនសូវជាចូលចិត្ត succulent ប្រហែលទេតែដាំទៅចេះឲ្យបានពូជអញ្ចឹងណាដល់ឥឡូវថ្ងៃហ្នឹងទៅមានឱកាសយកមកចលក់ទឹកហើយសង្ឃឹមថាបានត្រូវទឹកហ្នឹងគេសប្បាយចិត្តហើយលូតលាស់ល្អទៅចុះនេះអ្នកតែងជនជាតិវៀតណាមគាត់មកយកដើមកទួតមិនដំបងថាយកពីរដើមឥឡូវគាត់យកម្ដើមតែយកដើមស្វាយមួយដើមហើយដើមឈើពីរបីមុខផ្សេងទៀតនិយាយទៅជនជាតិវៀតណាមគឺគាត់ចូលចិត្តកទួតមែនទែននិយាយទៅយើងដឹងតែជនជាតិណាចូលចិត្តអីអញ្ចឹងណាហើយគាត់តែងទៅផ្ញើមិត្តភ័ក្តិគាត់ទិញដើមការដើមអីទាំងអស់4ផើងហើយគាត់មកពីឆ្ងាយមែនទែនបងប្អូនអើយឡើង2ម៉ោងបើកឡានមកដល់ឃើញអញ្ចឹងចោះអាណិតទៀតណាដល់មកឆ្ងាយពេកអញ្ចឹង